តើទាំងអស់គ្នានឹងមានអារម្មណ៍បែបណាបើសិនជាទាំងអស់គ្នាកំពុងតែនៅកន្លែងស្ងាត់តែម្នាក់ឯងសុកស្រាប់តែមានមនុស្សម្នាក់ដើរមកចិត្តអ្នកទាំងអស់គ្នាហើយដោះក្បាលខ្លួនឯងហ្នឹងគប់ឡើងទៅលើឲ្យអ្នកទាំងអស់គ្នាឃើញចំពោះរឿងដែលគាត់បានចែករំលែកមកហ្នឹងគាត់មានឈ្មោះថានិចបងនិចគាត់ថារឿងហ្នឹងវាកើតឡើងកាលពីឆ្នាំ2022ទាំងអស់គ្នាអំឡុងពេលដែលគាត់ចាប់ផ្ដើមមានទម្ងន់កូនទី1ហើយពេលហ្នឹងគឺគាត់មានទម្ងន់ទៅតែមានប្រហែលជាខ្ទង់3-4 ខែទេហើយធម្មតាមនុស្សស្រីដែលគាត់ទម្ងន់3-4 ខែអញ្ចឹងពោះគាត់គឺអត់ខ្ទាតធំទេពោះគាត់គឺដូចធម្មតានឹងឯងទាំងអស់គ្នាដោយសារហ្នឹងគឺជាកូនដំបងរបស់គាត់ណាហើយគាត់ថាធម្មតាមនុស្សស្រីទងន់គឺយប់ឡើងគឺឃ្លានមែនតើនិយាយរួមទៅមិនមែនតែយប់ទេគឺថ្ងៃព្រឹកល្ងាចអីគឺឃ្លានណាហើយពេលហ្នឹងគឺគាត់ចាញ់ហូបបាយហូបអីអត់កើតទេហូបបានត្រឹមតែម្ជូរបុកល្ហុងនិយាយទៅរបស់ណាតាក់តងជាមួយនឹងអាគ្រឿងម្ជូរគ្រឿងអីអស់ហ្នឹងគឺគាត់ហូបបានបាយមកហូបទៅគឺក្អួតចេញមកវិញហ្មងអញ្ចឹងនៅក្នុងយប់មួយហ្នឹងបងប្អូនគ្នាម៉ោងប្រហែលជាខ្ទង់9យប់អ្នកផ្ទះរបស់គាត់គឺនៅសាលតាប៉ាគាត់ម៉ាក់គាត់ជាមួយនឹងប្អូនស្រីរបស់គាត់ទេប្តីរបស់គាត់អត់តន់ត្រឡប់មកពីធ្វើការទេហើយពេលហ្នឹងគឺគាត់ចាប់តាមឃ្លានម្ជូរខ្លាំងមែនតើនៅសុកគឺឃ្លានទាំងឲ្យដឹងស្រាប់ឲ្យថាមនុស្សស្រីគាត់ទាំងមុនគឺឃ្លានដល់មានមូលហេតុហើយឃ្លានដល់មានហេតុផលទេអញ្ចឹងគាត់ឃ្លានម្ជូរខ្លាំងមែនតើហើយនៅពេលគាត់ឃ្លានខ្លាំងហ្នឹងគាត់ក៏ដើរទៅផ្ទះបាយមើលដែរមើលទៅក៏ឃើញថាម្ជូរហើយរបស់ដែលគាត់ទិញទុកហូបហ្នឹងគឺវាអស់បាត់ហើយគាត់ហូបអស់អញ្ចឹងទៅណាអញ្ចឹងគាត់ក៏តែប្រាប់ប្តីគាត់ថាបើសិនជាប្តីរបស់គាត់មកហ្នឹងឲ្យទិញម្ជូរទិញអីផ្សាមកគាត់ផងអញ្ចឹងប្តីរបស់គាត់ក៏អូខេអីអញ្ចឹងទៅប៉ុន្តែទាំងអស់គ្នាគាត់ថាគាត់អង្គុយចាំប្តីគាត់ហ្នឹងឡើងចង់កន្លះម៉ោងហើយអត់ទាន់ឃើញប្តីគាត់ត្រឡប់មកវិញទេហើយពេលគាត់ឃ្លានខ្លាំងមែនតើដោយសារតែគាត់ឃ្លានខ្លាំងហើយពីថ្ងៃគាត់បានទៅខាងក្រោយផ្ទះដោយផ្ទះរបស់គាត់ហ្នឹងនៅខាងក្រោយគឺជាលក្ខណៈថាដូចដីគេទុកចោលអញ្ចឹងណាមានដើមស្វាយមួយដើមធំហើយដើមស្វាយមួយដើមហ្នឹងគឺកំពុងតែចាប់ដើមមានក្តាប់ហើយក្តាប់ស្វាយគឺហូបម្ជូរខ្លាំងមែនតើដោយសារតែគាត់នឹកឃើញថាខាងក្រោយហ្នឹងវាមានស្វាយមានអីចឹងទេគាត់ក៏ដើរយកពិលហ្នឹងចុះដើរទៅខាងក្រោមម្នាក់ឯងគាត់ចុះទៅហ្នឹងគាត់អត់ឲ្យប៉ាម៉ាក់របស់គាត់ហើយនឹងប្អូនរបស់គាត់ឯដឹងទេដោយសារតែពួកគាត់ដឹងដឹងស្ដីឲ្យគាត់ហ្មងដឹងឲ្យទៅបេះឲ្យគាត់ចឹងណាប៉ុន្តែគាត់ចង់រំខានម៉ាក់គាត់ឬគាត់រំខានប្អូនគាត់អីទេគឺគាត់ដើរទៅតែឯងចឹងទៅដោយសារតែផ្លូវខាងក្រោយហ្នឹងគឺផ្ទះរបស់គាត់នឹងឯងអត់មានអីត្រូវខ្លាចទេក្នុងចិត្តរបស់គាត់គាត់ថាវាជារឿងធម្មតាទេអញ្ចឹងគាត់ក៏កាន់ពិលរបស់គាត់នេះដើរចុះទៅខាងក្រោមទាំងអស់គ្នាដើរចុះខាងក្រោមទៅខាងក្រោមរួចក៏សំដៅទៅខាងក្រោយផ្ទះដោយនៅខាងក្រោយផ្ទះរបស់គាត់ហ្នឹងគឺអង្ងឹតទៅទាំងអស់គ្នាផ្ទះរបស់គាត់ពេលហ្នឹងគឺអត់បានដាក់ភ្លើងនៅខាងក្រោយហ្នឹងទេអាកន្លែងដើមស្វាយហ្នឹងក៏មានដាក់ភ្លើងដែរដាក់ភ្លើងតែកន្លែងមុខផ្ទះហ្នឹងឯងអញ្ចឹងពេលគាត់ដើរទៅខាងក្រោយប្រហែលជាខ្ទង់30-40 ម៉ែត្រនេះដើរទៅដល់ខាងក្រោយហ្នឹងគឺឃើញដើមស្វាយមួយដើមធំហ្នឹងគឺមានស្វាយមែនទាំងអស់គ្នាគឺមានស្វាយដូចពីថ្ងៃដែលគាត់បានឃើញអញ្ចឹងគាត់ប្រចាំងពិលមើលទៅខាងលើទៅគាត់ថាប្រចាំងបដាលេបទឹកមាត់បដាដោយសារតែក្តាប់ស្វាយវាទូចល្អមែនតើហើយគាត់សម័យដល់តាំងពីគាត់ហូបអង្គុយអីចឹងណាអញ្ចឹងគាត់ក៏ចាប់ផ្ដើមតោងរបៀបថាតោងមេឃឈើតោងមេឃស្វាយដើម្បីបេះប៉ុន្តែគាត់ហ៊ានទៀតតោងខ្លាំងទេដោយសារតែតោងខ្លាំងវាអាចធ្វើឲ្យគាត់ប៉ះពាល់ដល់កូនតែអញ្ចឹងណាអញ្ចឹងគាត់ព្យាយាមរកអាដើមណាដែលនៅចិត្តបំផុតដើម្បីតោងបេះស្វាយនឹងមកអញ្ចឹងគាត់ថានៅពេលគាត់កំពុងតោងនេះសត្វតែគាត់លឺសំឡេងមនុស្សដើរជន់ស្លឹកឈើដើរមកពីក្រោយគាត់ក៏ងាកទៅមើលគាត់ក៏ប្រចាំងពិលបាយទៅមើលប៉ុន្តែនៅពេលទៅមើលទៅគឺអត់ឃើញទេអត់មានឃើញពីណាគេទេហើយអាចសម្លេងសម្រាប់ជើងក៏បាត់ទៅដែរអញ្ចឹងគាត់គិតថាចេះអាផាលពេលដែលគាត់ឆោងដៃបេះស្វាយបែបអីហ្នឹងគាត់ទៅជើងទៅអីទៅចំអាស្លឹកឈើងាប់ស្លឹកអីចឹងទៅអញ្ចឹងគាត់ក៏ដើរទៅម្ខាងទៀតដើម្បីតោងដៃបេះស្វាយបន្តទៀតនៅពេលដែលគាត់តោងបេះបន្តទៀតទាំងអស់គ្នាគាត់លឺសម្រាប់ជើងដើរមកទៀតអញ្ចឹងគាត់ក៏ប្រចាំងទៅមើលនៅពេលដែលប្រចាំងទៅមើលទៅគាត់ឃើញម្នាក់ហ្នឹងរូបរាងកម្ពស់គឺប៉ិនប្អូនស្រីរបស់គាត់ដែលអង្គុយនៅលើផ្ទះហ្នឹងឯងប៉ុន្តែមិនមែនសម្លៀកបំពាក់ដែលប្អូនគាត់ពាក់មុនហ្នឹងដែលគាត់ឃើញហ្នឹងទេគឺសម្លៀកបំពាក់ផ្សេងអញ្ចឹងឃើញម្នាក់ស្រីហ្នឹងដើរមកហើយឈរនៅឆ្ងាយពីគាត់ប្រហែលជា5 ចំហៀនអីដែលសំខាន់ណាស់ទាំងអស់គ្នាម្នាក់ស្រីហ្នឹងគឺសក់វែងជាងប្អូនគាត់សក់វែងដល់ចកេះប៉ុន្តែម្នាក់ស្រីហ្នឹងអត់ព្រមងាកមុខមកមើលគាត់ទេណាគឺម្នាក់ស្រីហ្នឹងឈរបាយខ្នងចេញពីគាត់អញ្ចឹងគាត់ក៏ស្រែកថាមីអូនបើបេះស្វាយចេះតិចមើលចេះឃ្លានណាបេះលឿនមកឃ្លានខ្លាំងមែនតើក្មួយអញរករឿងគាត់របៀបថានិយាយលេងแบบនិយាយលេងពីប្អូនគាត់ចឹងណាចឹងម្នាក់ស្រីហ្នឹងក៏ឈរស្ងៀមទៅដែរអញ្ចឹងគាត់ថាឲ្យលឿនមើលឲ្យលឿនមកចឹងពេលហ្នឹងគាត់និយាយគាត់គិតថាជាប្អូនស្រីរបស់គាត់តែទាំងគ្នាចឹងគាត់និយាយបានតែពីម៉ាត់ម្នាក់ស្រីហ្នឹងក៏ឈានជើងដើរមករកគាត់ប៉ុន្តែម្នាក់ហ្នឹងឈានជើងមកហ្នឹងគឺមិនមែនបាយខ្លួនមកទេគឺដើរថយក្រោយមករកគាត់ម្នាក់ស្រីដើររកគាត់ត្រឹមតែ2 ជំហានហ្នឹងក៏ឈប់ដើរចឹងគាត់ថាហេហើយលេងស្អីលឿនមើលចែកឃ្លានស្វាយគាត់ថាគាត់ស្រែកប៉ុណ្ណឹងទាំងគ្នាម្នាក់ស្រីហ្នឹងងាកមកមើលមុខគាត់ភ្នែកម្នាក់ស្រីហ្នឹងគឺសស្លែតម្នាក់ស្រីហ្នឹងយកដៃហ្នឹងចាប់កខ្លួនឯងលើកកឡើងទៅលើកកទាញផុតហ្មងទាំងអស់គ្នាហើយឃើញអ្នកផ្សេងដាច់កហើយក្បាលខ្លួនឯងហ្នឹងបោះឡើងទៅខាងលើគាត់ថានៅពេលដែលគាត់ឃើញពេលហ្នឹងទាំងអស់គ្នាគឺគាត់កាំងខ្លាំងមែនតើព្រោះអារូបភាពដែលគាត់ឃើញហ្នឹងមិនមែនគាត់កំពុងតែមើលសៀកទេហើយគាត់ក៏មិនមែនមើលទូរទស្សន៍ដែរគឺគាត់កំពុងតែឃើញផ្ទាល់ភ្នែកម្នាក់ផ្សេងហ្នឹងបោះក្បាលឡើងទៅលើទាំងអស់គ្នាគឺគាត់ឆោកាំងហ្នឹងហើយសត្វតែក្បាលម្នាក់ផ្សេងធ្លាក់វិញក្ដុកតែប៉ុណ្្នឹងណាគាត់រត់សម្ដៅទៅផ្ទះវិញពេលដែលគាត់រត់ទៅនឹងទាំងអស់គ្នាគាត់
ភ្លេចតែខ្លួនឯងមានកូនគាត់រត់គ្មានដឹងថាដួលគ្មានដឹងថាអីគាត់រត់សំដៅឡើងទៅលើផ្ទះហ្មងឡើងតាមចរាផ្ទះទៅទៀតឡើងដល់លើផ្ទះភ្លាមគាត់ស្លេកមុខស្លេកមាត់លិចនោមដាក់ខោម៉ាក់ប៉ារបស់គាត់ស្ដីគាត់គ្រប់គ្នាថាគាត់ហ្នឹងណាមានកូននឹងអីមានបានរត់ផ្ដេសផ្ដាស់ទាំងយប់ចឹងអត់ខ្លាចដួលអត់ខ្លាចមានគ្រោះថ្នាក់អីហីស្ដីគាត់មិនក៏គាត់អត់និយាយទេទាំងអស់គ្នាគឺគាត់តែពីកាំងទាំងនេះគាត់កាំងគាត់និយាយអត់ចេញទេទឹកភ្នែករបស់គាត់ស្រាប់មកតាក់ប៉ុន្តែគាត់អត់ដឹងថាត្រូវនិយាយថាម៉េចគាត់កាំងរហូតប្រហែលជាខ្ទង់កន្លះម៉ោងប្តីគាត់មកដល់វិញម៉ាក់របស់គាត់ក៏យកប្រេងកាឡាយកស្អីទៅមករត់ខ្លួនឲ្យគាត់អញ្ចឹងណាហើយប្តីរបស់គាត់ពេលហ្នឹងគឺភ័យស្លេកមុខអស់ហើយខ្លាចគាត់នឹងអាលូតកូនឃើញទឹកនោមឃើញអីយកស្មានតែគាត់នឹងអាលូតកូនអាលូតអីចឹងអ្នកគ្នាប៉ុន្តែនៅពេលที่គាត់សម្រួលអារម្មណ៍បានគឺគាត់និយាយប្រាប់ថាគាត់បានឃើញមនុស្សស្រីដើរមកចិត្តគាត់ឲ្យបោះក្បាលឡើងទៅលើគាត់និយាយបដាយំបដាអួលបដាប្តីគាត់អោបលំលំម៉ាក់ប៉ារបស់គាត់គ្រាន់លឺប៉ុណ្ណឹងអ្នកគ្នាគាត់ដើរទៅខាងក្រោយផ្ទះគាត់យកអង្គទៅបាតនៅខាងក្រោយទៅបាតអីចឹងណាបាតរបៀបថាតាមជំនឿរបស់ជនជាតិយើងគឺចេះតែបាតទៅគាត់ដឹងថាជួយបានផលឬអត់ក៏អត់ដឹងដែរហ្នឹងហើយអាហ្នឹងគឺជារឿងដែលគាត់បានជួបលើកដំបូងហើយរឿងមួយទៀតទាំងអស់គ្នាគាត់ហ្នឹងពេលហ្នឹងគឺគាត់ចាប់ដើមមានទម្ងន់ហ្នឹងមានកូនហ្នឹងដដែលប៉ុន្តែចាប់ដើមចូលក្បាល9ខែនៅពេលចិត្តក្បាល9ខែហ្នឹងទាំងអស់គ្នាគាត់ដេកនៅខាងក្រោមផ្ទះនៅខាងក្រោមផ្ទះពេលហ្នឹងគឺខ្ទង់ម៉ោង6ល្ងាចទេម៉ាក់ប៉ារបស់គាត់នៅខាងលើផ្ទះអូនស្រីរបស់គាត់តាមមកពីសាលាទេប្តីគាត់ក៏តាមមកពីធ្វើការដែរគាត់ដេកនៅលើអញ្ចឹងនៅខាងក្រោមផ្ទះវាថាដេកលេងណាទៅពេលកំពុងដេកលេងហ្នឹងគាត់ស្រាប់តែមានដៃបង្អែលពោះគាត់អញ្ចឹងគាត់គិតថាចដៃប្តីរបស់គាត់ក៏បានបើកភ្នែកចាប់អារម្មណ៍អីដែរគាត់នៅតែបិទភ្នែកបដាទៅដៃហ្នឹងក៏នឹងអែលបដាអស់ពីដៃហ្នឹងអែលបដាទាំងអស់នេះគាត់ឃើញដៃហ្នឹងលូករ៉ូបគាត់លូកទាញរ៉ូបគាត់ហ្នឹងឡើងមកលើហើយធម្មតាពេលហ្នឹងគាត់ចាប់ដើមពោះធំ9ខែគាត់ពាក់រ៉ូបពាក់អីគាត់អាចពាក់ខោពាក់អីបានទេលាត់រ៉ូបគាត់ឡើងមកលើទាំងអស់គ្នាគាត់ថាគាត់និយាយអស់ខ្មាស់ហ្មងទៅគាត់គិតថាប្តីរបស់គាត់ហ្នឹងទាញរ៉ូបគាត់ឡើងមកខាងលើរបៀបអញ្ចឹងគាត់ក៏នៅស្ងៀមទាំងអស់គ្នាដឹងអត់នៅពេលដែលទាញមកហើយស្រាប់តាម្នាក់ហ្នឹងចូលអន្តាតហ្នឹងមិនលិតលើពោះគាត់បើកភ្នែកឡើងភ្លាមទាំងអស់គ្នាគឺជារូបរាងមនុស្សស្រីសក់វាឡើងលក្ខណៈសក់វាឡើងវែងភ្នែកវាឡើងកក់ឡើងលក្ខណៈសរូបរាងរបស់វាគឺចម្លែកខ្លាំងមែនទែនងាកមើលមុខគាត់ចេះឲ្យបើកភ្នែកធំមើលមុខគាត់ពេលហ្នឹងគាត់ស្រែកមកតំហឹងទាំងអស់គ្នាម្នាក់ស្រីហ្នឹងគឺរត់បុកអញ្ចឹងគាត់ទៅបាត់រត់បុកអាអញ្ចឹងលបងផ្ទះគាត់ហ្នឹងទៅបាត់ហ្មងបាត់ឆឹងហ្មងអញ្ចឹងគាត់ថាពេលហ្នឹងដែលគាត់ឃើញហ្នឹងហើយពេលដែលគាត់ស្លុតខ្លាំងមែនទែនហើយគាត់យំមកទាំងអស់គ្នាគឺគាត់យំនិយាយអត់ចេញទេហើយគាត់ក៏តាពីងឯពោះចេះហើយម៉ាក់របស់គាត់គ្រាន់តែចុះមកដល់ក្រោមព្រាមនាំគ្នាភ័យគិតតែគាត់ហ្នឹងដាច់អញ្ចឹងដាច់អីចឹងទៅប៉ុន្តែអត់ទេគាត់ថាមានគេមលិតពោះគាត់ហើយមានគេហ្នឹងមកបង្ហាញមកដូចលក្ខណៈស្ទាបពោះគាត់លៀបអីគាត់ចឹងទៅអញ្ចឹងម៉ាក់របស់គាត់នេះក៏ចាប់ផ្ដើមហ្នឹងឲ្យគ្រូអីមើលចឹងគេគិតថាចេះអាចជាខ្មោចម្ដាយដើមរបស់កូនគាត់ដែលមកចាប់ជាតិនៅក្នុងពោះគាត់នឹងឯងប៉ុន្តែគេក៏អត់ទាន់បានរបៀបថាអត់ទាន់ដឹងឲ្យថាម្នាក់ស្រីហ្នឹងមកមានបំណងអីចឹងទាំងអស់គ្នាហ្នឹងហើយគាត់ថាពេលគាត់សម្រាលកូនរួចគាត់លែងមានបញ្ហាអីទៀតដែរគឺឲ្យគាត់ឃើញតែពេលគាត់មានផ្ទៃពោះនឹងឯងហើយរឿងដែលគាត់ឃើញពេលគាត់ពោះធំហ្នឹងគឺមានតែ2ដងហ្នឹងឯងទាំងអស់គ្នាហ្នឹងហើយអ្នកទាំងអស់គ្នាណាដែលគាត់មានទម្ងន់ហ្នឹងគាត់ធ្លាប់ជួបហេតុការណ៍រន្ធត់អីទៀតអត់បើមានជួយខមមិននៅខាងក្រោមនេះផងបើមិនអញ្ចឹងទៅជួយឆាតមកក្នុង account IG ឬក៏ account TikTok របស់ខ្ញុំផងដោយសារខ្ញុំពិតជាចង់ដឹងមែនតើតាក់ទងជាមួយនឹងមនុស្សស្រីមានមនុស្សស្រីដែលគាត់ពោះធំគាត់អាចនឹងមានឱកាសជួបជាមួយនឹងរឿងរ៉ាវរន្ធត់អីផ្សេងៗទៀតអត់ហ្នឹងហើយទាំងអស់គ្នាខ្ញុំមានតែប៉ុណ្្នឹងទេហើយកុំភ្លេចទាំងអស់គ្នាកុំភ្លេចតាមដានទស្សនារឿងអង្គរៈការពីអូនដែលជាស្នាដៃនិពន្ធរបស់ខ្ញុំនឹងធ្វើការចាក់បញ្ចាំងច្រឡំនឹងធ្វើគឺកំពុងតែចាក់បញ្ចាំងក្នុងស្ថានីយទូរទស្សន៍ពុបបាយ័នពីម៉ោង8ដល់ម៉ោង9យប់ពីថ្ងៃច័ន្ទដល់ថ្ងៃពហុថ្ងៃនេះខ្ញុំឈឺកខ្លាំងមែនតើអ្នកនរគ្នាប៉ុន្តែដោយសារតែមិនសមខ្ញុំអត់បានផុសវីដេអូទេថ្ងៃហ្នឹងទើបខ្ញុំនឹងត្រូវតែនិយាយជាដាច់ខាតខ្ញុំមានតែប៉ុណ្្នឹងទេទាំងអស់គ្នាបាយ